សន្ត្រាដៃត្រជើងពៀនផ្កាស្លាអ្នកផ្លូវចៅមហាលេងបើកភ្លឺស្រាប់តែផ្ទុះហេតុឆ្អែតទាំងដើមទ្រូងក្បួនមកដល់របងគេបិទទ្វារមិនឲ្យចូលទៅអ្នកស្រុកអ្នកភូមិឆោឡោចោមរោមស្រែកហៅតែផ្ទះមិនមានមនុស្សនៅព្រោះម៉ែឪគេផ្ដាច់កូនវិញខ្ញុំធ្លាក់ផ្កាស្លាកាយាដូចគ្មានវិញ្ញាណញាតផៅសន្តានគ្រប់ប្រាណនាំគ្នាដើរចេញក្បួនត្រូវរំសាយពុកម្ដាយអួលអាតូម្នេញ